ស្ថិតក្នុងពេលវេលាដ៏ឈឺចាប់បំផុតរបស់ប្រជាជនជាតិឈាមខ្មែរគ្រប់គ្នាចំពោះការប្រមាថពីសំណាក់ចៅសៀមឈ្លានពានទឹកដីប្រមាថវាយយកកោះកត់ប្រមាថវាយយកកោះកុងប្រមាថវាយយកខេត្តបាត់ដំបងប្រមាថវាយយកស្វាយស៊ីសុផុនប្រមាថវាយយកទឹកដីសៀមរាបប្រមាថវាយយកខេត្តព្រះវិហារប្រមាថ5នាទីរំលាយទីក្រុងភ្នំពេញតែអ្វីដែលអនិច្ចាបំផុតឈឺចាប់បំផុតជាងចោលឈ្លានពានទៅទៀតគឺសកម្មជនគណៈបកប្រឆាំងក៏ដូចជាមេខ្លោងដែលមានលោកសំរងស៊ីជាតនដិតបែរជាហុចដងដាវទៅឲ្យចោលប្រហារជីវិតជាតិឈាមឯងនេះជាការឈឺចាប់បំផុតក្នុងគ្រាដែលគេប្រមាថក្នុងគ្រាដែលពុកសែនសម្ដេចធិបតីព្រមទាំងមន្ត្រីក្រមអាវ៉ាតទប់ទល់នឹងយុទ្ធសាស្ត្រការពារអធិបតេយ្យភាពជាតិបែរជាបកប្រឆាំងទាំងអស់អត់សម្រាប់ទេនៅក្នុងគ្រានេះគឺព្យាយាមបង្កើតវីដេអូគ្រប់សពបែបយ៉ាងវោហាស័ព្ទសពបែបយ៉ាងដើម្បីផ្ដួលរំលំរដ្ឋាភិបាលតើក្នុងគ្រាលំបាកនេះក្នុងគ្រាទប់ទល់ជាមួយនឹងចៅសៀមឈ្លានពាននេះបងប្អូនខមមិនទៅជនបកប្រឆាំងទាំងអស់ថាជាជនអ្វីដែរបាទសូមអរគុណ